បងប្អូនស៊ីក្លូធ្លាប់ជាយានជំនិះដែលអ្នករស់នៅក្នុងរាជធានីភ្នំពេញនិយមប្រើប្រាស់តាំងពីសម័យមុនប៉ុន្តែបច្ចុប្បន្នដោយសារតែប្រទេសរបស់យើងមានការជឿនលឿនស៊ីក្លូហាក់ប្រែទៅជាមធ្យោបាយធ្វើដំណើរដឹកភ្ញៀវទេសចរនិងជិះកម្សាន្តនៅក្នុងរាជធានីភ្នំពេញទៅវិញស៊ីក្លូបានដើរតួនាទីយ៉ាងសំខាន់ដូចជាការចូលរួមចំណែកក្នុងការដឹកភ្ញៀវទេសចរការជិះកម្សាន្តក្នុងរាជធានីភ្នំពេញនិងបានចូលរួមអភិរក្សវប្បធម៌នៅក្នុងរាជធានីភ្នំពេញតែតាំងពីថ្ងៃទី11ខែ3ឆ្នាំ2026នេះខ្ញុំបានហួសចិត្តជាខ្លាំងចំពោះបងធាក់ស៊ីក្លូឬក៏តាធាក់ស៊ីក្លូដោយសកម្មភាពហួសហេតុមួយចំនួនសកម្មភាពទី1នៅពេលដែលគាត់ចុះទៅដល់ទីតាំងគាត់នាំគ្នាជក់បារីហើយទាំងខ្លួនឯងពាក់អាវពីខាងក្រោយខ្នងនេះដាក់ថាស៊ីក្លូមិនមានផ្សែងបារីប៉ុន្តែបែរជាខ្លួនគាត់ផ្ទាល់ទៅជក់បារីបង្ហុយទៅលើភ្ញៀវទេសចរទៅវិញនេះជាការហួសចិត្តទី1ទី2ការបន្តបងដោយពីសវាលពីសកាលបងប្អូនត្រូវដឹងថាការបន្តបងយើងមានបន្ទប់ទឹកសាធារណៈឬក៏មានអីសម្រាប់ពួកគាត់ចូលបានប៉ុន្តែអត់ទេគ្រាន់តែខ្ញុំឃើញសកម្មភាពពួកគាត់ចុះទៅដល់រមណីយដ្ឋានវត្តភ្នំគាត់ទម្លាក់ភ្ញៀវទេសចរចុះហើយស្រាប់តែគាត់ប្រហែលជា5ម៉ែត្រពីភ្ញៀវទេសចរតែប៉ុណ្ណោះគាត់ទៅឈរបាញ់នោមជាមួយនឹងគល់ឈើហើយទង្វើហើយនេះខ្ញុំមានអារម្មណ៍ថាហួសចិត្តខ្លាំងមែនតែនហើយភ្ញៀវទេសចរខ្លះក៏គាត់លួចមើលទាំងលួចមើលឲ្យកវីក្បាលហ្មងបងប្អូនអញ្ចឹងហើយទង្វើនេះគឺហួសហេតុប៉ុន្តែទី3នៅក្នុងរមណីយដ្ឋានវត្តភ្នំយើងមានផ្លូវមួយឯកទិសចង់និយាយថាយើងអាចទៅបានប៉ុន្តែយើងមិនអាចមកបានទេប៉ុន្តែគាត់សុកចិត្តជិះបញ្ច្រាស់គេឲ្យមានភាពកកស្ទះអ្នកធ្វើដំណើរផ្សេងប៉ះពាល់អ្នកណាក៏គាត់អត់ខ្វល់ដែរគាត់សុកចិត្តបញ្ច្រាស់គេដើម្បីតែខ្លួនគាត់ធ្វើម៉េចឲ្យបានទីចិត្តឬក៏ថាមិនសូវនឿយហត់ធាក់ជុំវិញវត្តភ្នំឲ្យភ្ញៀវទេសចរមើលអញ្ចឹងឬក៏ខាតពេលវេលាគាត់មិនខ្ញុំអត់បានដឹងទេរឿងនេះទី4ខ្ញុំសង្កេតឃើញថារាល់ស៊ីក្លូភាគច្រើនគឺมันមានអនាម័យទេមានបញ្ហាមានក្លិនមិនល្អហើយមួយទៀតនៅលើស៊ីក្លូមួយមានចាប់តាំងពីថង់កៅអៅមានថង់ទឹកមានថង់បាយមានក្លិននិយាយទៅថាក្លិនដូចមិនសូវល្អសោះប៉ុន្តែខ្ញុំគិតថាអនាម័យដូចជាអត់មានទេអនាម័យសោយមែនតើបងប្អូននៅពេលដែលយើងគិតថាពួកគាត់ដោយសារតែជីវភាពឬក៏ពួកគាត់ជាអ្នកធាក់ស៊ីក្លូត្រូវតែមានបញ្ហាអស់ហ្នឹងឬក៏គាត់ត្រូវតែបន្ទោបងបែបហ្នឹងយើងគួរតែដោះស្រាយយើងគួរតែកែទម្លាប់ណាដែលមិនល្អយើងគួរតែកែចេញទាំងអស់គ្នាទម្លាប់ណាដែលល្អដូចជាការធាក់ស៊ីក្លូដើរនៅក្នុងរាជធានីភ្នំពេញទម្លាប់ល្អយើងគួរតែរក្សាទុកប៉ុន្តែទម្លាប់បន្ទោបងផ្ដេសផ្ដាស់ទម្លាប់ស្ខាក់ស្ដោះទម្លាប់ជក់បរិយលើភ្ញៀវទេសចរនេះហ៊ានរិះគន់គាត់ដើម្បីឲ្យគាត់មានការផ្លាស់ប្ដូរកុំឲ្យថាដោយសារតែភាពអាណិតគាត់យើងអត់ដែលរិះគន់គាត់ចឹងហើយគាត់អត់ដឹងថាខ្លួនអាចថាមិនដឹងថាខ្លួនគាត់ខុសយើងមិនមែនធ្វើរោគរ៉ាក់ដើម្បីតាក់ទាញភ្ញៀវទេសចរទេខ្ញុំចង់ឲ្យបងស៊ីក្លូឬក៏តាស៊ីក្លូចេញមកខ្ញងតែម្ដងកុំឲ្យចេញមកក៏ក្លេកក៏ខ្លាក់យើងចង់អួតពីទេសចរយើងចង់បង្ហាញពីទេសចរប៉ុន្តែមើលសកម្មភាពពួកគាត់ចេញមកអាវមិនអាវខោមិនខោមានក្លិនហើយដើរបន្ទោបងដើរអីដេកប្រាស់ខាក់ស្ដោះជក់បរិយគ្រប់កន្លែងចឹងហើយខ្ញុំគិតថាវាប៉ះពាល់ខ្លាំងមែនទែនដល់ភ្ញៀវទេសចរជាពិសេសខ្ញុំសូមសំណូមពរដល់ក្រសួងទេសចរឬក៏ស្ថាប័នដែលពាក់ព័ន្ធជាមួយនឹងបញ្ហានេះសូមជួយដោះស្រាយបញ្ហានេះឡើងវិញជាពិសេសសមាគមស៊ីក្លូលោកគួរតែពិនិត្យមើលបញ្ហាទាំងអស់នេះជាចុងក្រោយបើសិនជាវីដេអូរបស់ខ្ញុំប៉ះពាល់ឬក៏មានបញ្ហាអីខ្ញុំសូមខន្តីអភ័យទោសហើយជាពិសេសខ្ញុំធ្វើឡើងនេះក្នុងគោលបំណងដែលចង់ឲ្យមានការផ្លាស់ប្ដូរដើម្បីជាផលប្រយោជន៍ទាំងអស់គ្នាទេបើមតិបងប្អូនទាំងអស់គ្នាយល់យ៉ាងណាអាចខមមិននៅក្រោមវីដេអូនេះទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណ